លោកអនុទានក្រឡាស់ចិត្តផ្អាកសេចក្តីសម្រេចសន្តិភាពក្នុងការដោះលែងទាហានកម្ពុជា18នាក់ក្រោយទាហានថៃដើរជាន់មីនជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដាន Channel ការវិភាគអំពីព្រឹត្តិការណ៍អន្តរជាតិថ្ងៃនេះដែរថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025យើងនឹងមានព័ត៌មានថ្មីដើម្បីយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នាដើម្បីជ្រាបជាព័ត៌មាននៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025នេះបងប្អូននៅឯប្រទេសថៃគឺមានហេតុការណ៍ទាហានថៃដើរជាន់មីនបងប្អូនគឺបណ្ដាលឲ្យទាហានថៃម្នាក់គឺដាច់ជើងហើយភ្លាមនោះនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃគឺលោកអនុទានក៏បានចេញមុខមកបកស្រាយក៏ដូចជាធ្វើការសម្រេចភ្លាមគឺលុបចោលនៅកិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមដោយលោក Donald Trump នៅឯប្រទេសម៉ាឡេស៊ីបងប្អូនដោយលោកអនុទានបានសម្រេចធ្វើការផ្អាកនៅការដោះលែងទាហានរបស់កម្ពុជាយើងចំនួន18នាក់ដែលគ្រោងនឹងដោះលែងនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះបងប្អូនជារួមគឺពុំមានការដោះលែងទាហានកម្ពុជាទេបងប្អូននៅថ្ងៃទី12ខែវិច្ឆិកាដោយបងប្អូនបានឃើញក៏ដូចជាបានជ្រាបដែរគឺថៃនៅតែមានលេសតាំងតែពីដំបូងនៃការចុះកិច្ចព្រមព្រៀងសន្តិភាពគឺថៃប្រកាសមិនបានទៅចូលរួមនៅឯប្រទេសម៉ាឡេស៊ីទេដោយសារព្រះមហាក្សត្រីទ្រង់សោយទីវង្គតតែដោយសារតែមានការដាក់សម្ពាធខ្លាំងពីសហរដ្ឋអាមេរិកទើបបង្ខំឲ្យថៃជិះយន្តហោះទៅឯប្រទេសម៉ាឡេស៊ីដើម្បីចុះកិច្ចព្រមព្រៀងឥឡូវនេះគឺមានលេសទៀតហើយបងប្អូនតាក់ទងនឹងពលរដ្ឋថៃដែលបានជន់មីនការពិតគឺជន់នៅក្នុងទឹកដីរបស់ថៃទេតែថៃបានដាក់សម្ពាធមកលើកម្ពុជាក្នុងការមិនព្រមដោះលែងពលរដ្ឋកម្ពុជាទេដោយយកលេសនេះបងប្អូន